បាទជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងបង្ហាញពីរបៀបបង្កើត account cloud សម្រាប់កាមេរ៉ា Wi-Fi brand Boost Lab ចឹងសម្រាប់បងដែលគាត់ថ្មីក៏អត់ទាន់មាន app អាចចូលទៅ download បាននៅក្នុង App Store ឬក៏ Play Store ចឹងយើងចូលទៅក្នុង app Boost Lab ទាំងអស់គ្នាចឹងពេលដែលយើងបើក app Boost Lab មកយើងអត់ទាន់មាន account នេះទេចឹងសម្រាប់អ្នកដែលគាត់មាន account នេះគាត់អាច log in បានប៉ុន្តែបើយើងអត់ទាន់មានទេយើងត្រូវ register account មួយសិនព្រោះធម្មតា page កាមេរ៉ា Wi-Fi Boost Lab បើយើងមាន account យើងអត់ទាន់ configure បានចឹងយើងត្រូវបង្កើត account មុនចឹងយើងចូល register មកសម្រាប់ការ register នេះដែរគឺមានពីរវិធីក្នុងការ register អាច register ទៅ email ក៏បានលេខទូរស័ព្ទក៏បានដែរប៉ុន្តែការ register ប្រើ email គឺងាយស្រួលជាងល្អជាងសុវត្ថិភាពជាងអញ្ចឹងយើងពេញ email មកបើបងដែលគាត់អត់មាន email អាចបង្កើតតាមលេខទូរស័ព្ទបានគឺការធ្វើដូចគ្នាកាលណាថា verify បើយើងកើតតាមលេខវាបោះតាមលេខតែបើយើងកើតតាម email បោះចូល email ចឹងបងយើងវាយ email ហើយយើងចុច accept មកហើយចុចពី register អូខេអញ្ចឹងយើងចូលទៅឆែក email របស់យើងវានឹងបោះលេខកូដទៅអូខេអញ្ចឹងខ្ញុំបានលេខកូដហើយអូខេពេលយើងបានលេខកូដមកហើយគឺយើងពេញលេខកូដសម្រាប់ cloud យើងអញ្ចឹងសម្រាប់លេខកូដគឺយើងអាចពេញចាប់ពី8ខ្ទង់ឡើងលេខលាអក្សរធំអក្សរតូចអូខេលេខកូដនេះគឺសំខាន់លេខ cloud របស់យើងគឺសំខាន់ណាស់អញ្ចឹងសម្រាប់បងប្អូនធ្វើត្រូវដាក់លេខដែលយើងងាយស្រួលចាំសម្រាប់ថ្ងៃក្រោយយើងចង់ដាក់ទូរស័ព្ទផ្សេងអីវាងាយស្រួលបើយើងភ្លេចលេខកូដហ្នឹងគឺយើងដាក់ទូរស័ព្ទផ្សេងអត់បានទេអញ្ចឹងពេលយើងបង្កើតលេខកូដហើយគឺយើងចុច submit អូខេអញ្ចឹងការបង្កើត account cloud សម្រាប់កាមេរ៉ា Wi-Fi brand Boost Lab យើងគឺបានជោគជ័យអញ្ចឹងសម្រាប់ការបង្កើត account របស់យើងគឺមានតែប៉ុណ្្នឹងទេអរគុណ